បងប្អូនដែលស្គាល់រុក្ខជាតិនេះអត់ទេទៅប្លែកណាដើមគេមានគ្រាប់ដូចតំណក់ទឹកភ្លៀងនៅជុំវិញអញ្ចឹងហើយពេលដែលបានខាំញ៉ាំគឺស្រួយហើយមានជាតិទឹករសជាតិប្រៃឡំហើយមានជាតិជូរតិចនៅក្នុងនោះដែររុក្ខជាតិនេះ original វាមកពី South Africa គេក៏ប្រទះឃើញមានពូជផ្សេងទៀតនៅតាមប្រទេសផ្សេងទៀតដែរអញ្ចឹងណាបងប្អូនគេអាចហូបឆាវពីច្រើនគេធ្វើសាឡាត់ឬមួយគេអាចយកទៅឆាឬមួយក៏ដាក់គល់លើចានឬអីចឹងណាចឹងតោះឥឡូវទៅឆ្នៃម្ហូបជាមួយខ្ញុំអស់គ្នាហើយនេះមករៀងហាយដែរបងប្អូនតែមែនទេតែចែខ្ញុំហើយថាមិនលេខគាត់មានណាមកខតបងប្អូននៅសាទៅទិញរុក្ខជាតិហ្នឹងមកយូរដែរតាំងមុនចូលឆ្នាំមកហើយដៃលបថតទៅខែទៅអីហ្នឹងបានទេតាមរត់ទៅលេងនេះបានមកសាក់ឲ្យធ្វើហូបទៅអីចឹងហើយក្នុងទូមានអីក៏យើងយកមកឆ្នៃហូបជាមួយនឹងរុក្ខជាតិហ្នឹងអញ្ចឹងណាហើយបងប្អូនមានឆ្ងល់ថានៅលើនោះមិនមានចានមានចក្រានមានអីសពគ្រប់ចឹងទៀតទៅគឺគាត់រៀបទុកឲ្យយើងហ្មងបងប្អូនដោយសារតាសម្បត្តិហត់ពេកអញ្ចឹងរៀបទុកឲ្យកុំឲ្យពិបាកអូធ្វើចុះធ្វើឡើងហើយគឺនៅលើនោះស្អីក៏មានដែរបងប្អូននេះបន្លែទៀតទៅដាំថ្មីទុកឲ្យយើងមកបេះឆ្នៃធ្វើមកហូបថតនេះថតនោះទៅគឺគាត់ចិត្តល្អហ្មងបងប្អូនហើយបងប្អូនឃើញអត់មានតាំងពីរាវចានមានឡាបូលអីតយើងមកស្អាតមកឆ្ងាញ់ហ្មងអត់ឲ្យបាក់ឯងហើយខ្ញុំក៏បានឆ្នៃរុក្ខជាតិហ្នឹងមកញ៉ាំធ្វើដូចលក់អញ្ចឹងដូចបុកកាពិអញ្ចឹងបងប្អូនដឹងហើយថាគ្រឿងលក់ខ្មែរយើងមានអីកាពីប្រហុកទឹកគ្រឿងទឹកអីហ្នឹងតែនេះយើងចង់ហូបជាមួយបុកកាពិអញ្ចឹងហើយគាត់ថាវាស្រួលដែរលឿនអញ្ចឹងបងប្អូនចង់ធ្វើបុកកាពិដែលគេញ៉ាំមួយថៃចំហុយជាមួយពងទាចៀនស្អំអីតែដោយសារតានៅនេះអត់មានស្អំអត់មានអីហើយណាមួយខ្ជិលមានអីយើងឆ្នៃនឹងអញ្ចឹងណានៅផ្ទះចេះមានថៃកាហាបន្លាក៏យកថៃកាហាហ្នឹងមកជំនួសឲ្យថៃចំហុយហើយពងទាចៀនទៅលឿនបងប្អូនយើងឆាប់បានហូបអញ្ចឹងណាហើយហូបក៏ត្រូវដែរមួយលក់មួយអីហ្នឹងហើយរុក្ខជាតិដែលខ្ញុំកំពុងតែហូបនេះគេហៅថា ice plant បងប្អូនឬក៏ឈ្មោះមួយប្រភេទទៀតគេហៅ crystal ice plant តាមអ្វីដែលគេរៀបរាប់គឺដើមអញ្ចឹងតែបើសម្រាប់ខ្ញុំកាត់នៅយកបកជាខ្មែរមកខ្ញុំគិតថាអានេះវាជាគេហៅថាដូចរបៀបប្រទាលតកកអញ្ចឹងតែនេះខ្ញុំដាក់ខ្លួនឯងណាបើសិនជាខ້ອຍបងកុំប្រកាសប្រកាន់ណាព្រោះខ្ញុំមើលពណ៌នាកាត់នៅយកតាមបកប្រែមើលពណ៌ទីតាមរូបរាងរបស់រុក្ខជាតិហ្នឹងឯងបើសិនជាបងប្អូនសួរថាឆ្ងាញ់អត់ឆ្ងាញ់សារតែខ្ញុំចូលចិត្តស្រួយហើយវាមានជាតិសំណើមទឹកនៅពេលដែលយើងខាំចេញមកហើយមានរសជាតិប្រៃជូរតិចចឹងបងប្អូនទៅថតពេលមេហិតលាក់នឹងហ្នឹងគឺស្អាតមែនតើបងប្អូនដាក់ភ្លេងចូលមកគឺស៊ីគ្នាមែនតើសម័យមើលបើសិនជាផ្ទះខ្លួនឯងតែមិនធ្វើយើងខំផឹងអញ្ចឹងហើយពេលល្ងាចថតចប់ទៅđâyក៏យើងជួបជុំមិត្តភ័ក្តិហើយជើងមាន់នេះគឺជើងមាន់ក្រាមបែបចិនណាដែលកំងមកពីមីទឹកអេទៅមកកកេចាងបងប្អូនចង់ហូបឲ្យអាចឆាតពេលបានហើយជក់មាត់ណាមកកំប៉ុងនេះហូបតែមួយផ្លែទេគឺអស់ហ្មងបងប្អូនហើយមានភៀវខាងកំងម្ដង3-4កំប៉ុងទៅដាក់ចូលទូរកោះតែចាក់ឆ្ងាយគេមានម្ហូបជាច្រើនមុខទៀតចាំវីដេអូប៉ុណ្ណឹងទេមានលាបងប្អូនទាំងគ្នា